អ្នកទាំងអស់គ្នាពីការដូរ profile ហើយអត់ឲ្យ load ព័ត៌មានដែលយើងកំពុងដូរភ្លាមៗហ្នឹងទៅលើ news feed មានន័យថាយើងដូរអញ្ចឹងទៅប៉ុន្តែ friend នឹងដឹងថាយើងដូរភ្លាមៗឯលុះត្រាគេចូលមើល profile យើងអញ្ចឹងរបៀបធ្វើបែបហ្នឹងគឺយើងចូលទៅកាន់ profile របស់យើងមក click លើ profile របស់យើងបន្ទាប់មកយើង click មកលើឈ្មោះរបស់យើងមកបន្ទាប់មកយើង click មកលើ profile របស់យើងមកឥឡូវឧទាហរណ៍ថាខ្ញុំដូរprofile picture របស់ខ្ញុំបន្ទាប់មកយើង scroll មកអាល់ប៊ុមមកឧទាហរណ៍ថាយើងរើសយករូបនេះចុះយើងដក tick កន្លែងនេះចេញយើងដក tick កន្លែងនេះចេញហើយយើង click save អូខេបន្តមកទៀតយើង click នៅលើ profile យើងម្ដងទៀតយើង click see profile picture បន្ទាប់មកយើង click យកកន្លែងចុច3នេះមកយើងយក edit privacy បន្ទាប់មកយើង click យក see all យើងយក only me យើង click save អូខេបន្ទាប់មកយើង check មើលម្ដងទៀតអ្នកទាំងអស់គ្នាឃើញរូបសោកន្លែងនេះហ៎ like the key like ហ្នឹងមានន័យថាអត់មាន friend ណាដឹងថាយើងបានដូរ profile លុះត្រាតែគេចូលមើល profile របស់យើងមិនគេឃើញថាយើងមានរូបផ្សេងក្រៅពីរូបដែលយើងដាក់កាលពីមុនអញ្ចឹងហើយនៅលើ news feed របស់យើងក៏អត់មានឃើញអីដែរឃើញអត់មានឃើញអីអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះ